សូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់អង្គនិងចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាហើយនេះខ្ញុំបកណ្ណាអាត្មាភាពចង់លើកយកនៅប្រភេទអ្នកខឹងមាន4យ៉ាងបងទី1គឺឆាប់ខឹងហើយក៏ឆាប់បាត់ដែរគឺឆាប់ខឹងឆាប់បាត់ហ្នឹងយ៉ាងម៉េចបងមនុស្សខ្លះគេត្រង់តែនិយាយតិចតួចឆាប់ខឹងហើយឆាប់អន់ចិត្តឆាប់ប៉ះពាល់អារម្មណ៍ជាមនុស្សដែលងាយនឹងខឹងបងឆាប់ខឹងនឹងហើយប៉ុន្តែគាត់ល្អត្រង់មួយគាត់ឆាប់ខឹងហើយគាត់ឆាប់បាត់ទៅវិញអត់ចងគំនុំនឹងទុកយូរអង្វែងទេបងអត់ចងគំនុំនឹងទុកទេអញ្ចឹងឆាប់ដោះលែងគំនុំនឹងចោលទៅក៏ឆាប់បាត់ទៅវិញហ្នឹងជាមនុស្សទី1ចំណែកឯមនុស្សទី2គឺឆាប់ខឹងក្របាត់នោះនឹងយ៉ាងម៉េចគឺគាត់ឆាប់ខឹងមែននិយាយជាមួយគាត់តិចតួចពាក្យសម្ដីតិចតួចមិនស្រួលហ្នឹងក៏ធ្វើឲ្យគាត់ខឹងដែរប៉ុន្តែផ្ទុយទៅវិញគឺគាត់ក្របាត់គឺពិបាកកាលណាដែលឆាប់ខឹងហើយក្របាត់ទៅទៀតហ្នឹងគឺពិបាកមែនពេលខ្លះអ្នកខ្លះគាត់ចងអាគំនុំគុំគួនតិចតួចនឹងទុកនៅក្នុងចិត្តអត់បានសម្រួលអារម្មណ៍ទប់អារម្មណ៍ឲ្យនឹងល្អទេអញ្ចឹងគឺឆាប់ខឹងហើយគឺចងគំនុំនឹងទុកបានយូរអញ្ចឹងគឺគាត់ខឹងបានយូរគាត់ក្របាត់បងចំណែកឯទី3គឺមនុស្សហ្នឹងក្រខឹងប៉ុន្តែឆាប់បាត់នេះវាទេមនុស្សហ្នឹងល្អជាងគេបងក្រខឹងហើយឆាប់បាត់ទៅទៀតអញ្ចឹងមនុស្សហ្នឹងមានន័យថាគេនិយាយអីតិចតួចឬក៏និយាយប៉ះពាល់យ៉ាងណាក៏ដោយក៏គាត់មិនងាយខឹងដែរគាត់ទប់កំហឹងឬក៏គាត់អត់ងាយខឹងដែរគាត់ទប់អារម្មណ៍មានន័យថាគេនិយាយពាក្យមិនល្អចំពោះគាត់យ៉ាងណាក្តីក៏គាត់មិនងាយខឹងដែរបងក្រខឹងម្ដងប៉ុន្តែហើយក៏គាត់ឆាប់បាត់ទៅវិញមានន័យថាបើគាត់ខឹងហើយក៏គាត់ឆាប់បាត់ដែរគាត់ដោះលែងអាគំនុំគុំគួននឹងចោលគាត់អត់ខឹងតបទៅវិញយូរទេបងគាត់ខឹងតែមួយផ្លែតហ្នឹងទេក៏គាត់ស្ងប់អារម្មណ៍របស់គាត់ហ្នឹងទៅវិញហើយអញ្ចឹងគាត់លែងខឹងហើយអញ្ចឹងមនុស្សទី3ហ្នឹងគឺមនុស្សក្រខឹងហើយក៏ឆាប់បាត់ដែរជាមនុស្សដែលល្អជាងគេហ៎បងដល់ពេលទី4នេះមនុស្សដែលក្រខឹងហើយក្របាត់នេះវាពិបាកអាត្រង់ក្រខឹងមិនអីប៉ុន្តែដល់ពេលខឹងហើយវាក្របាត់ទៅវិញហ៎បងអញ្ចឹងនៅហ្នឹងក្រខឹងប៉ុន្តែក្របាត់នេះគឺនឹងគុំគួនយូរបងគុំគួននៅពាក្យកំហឹងតិចតួចហ្នឹងដែលនិយាយទៅប៉ះពាល់ហ្នឹងគឺគាត់គុំគួនយូរទៅគឺខឹងបានយូរហើយបងអញ្ចឹងប្រណេះសរុបសេចក្តីមកវិញចង់បញ្ជាក់ថាប្រភេទអ្នកខឹងគឺមាន4យ៉ាងហ្នឹងហើយសួរថាទីប្រមាណដែលល្អជាងគេគឺមានតែទី3ឯងដែលល្អជាងគេបំផុតគឺក្រខឹងហើយគាត់ឆាប់បាត់មានន័យថាយើងដែលនិយាយតិចតួចទៅក៏គាត់មិនងាយខឹងយើងធ្វើអីខុសឆ្គងចំពោះគាត់យ៉ាងណាក៏ដោយក៏គាត់អាចទប់លំហឹងនឹងបានអញ្ចឹងក៏គាត់ក្រខឹងហើយប៉ុន្តែបើគាត់ខឹងហើយគាត់ឆាប់បាត់ទៅវិញហ្នឹងជាមនុស្សដែលល្អជាងគេហើយគឺទី3ហ្នឹងហើយដល់ពេល3ទៀតគឺនឹងរៀងពិបាកបន្តិចបងអញ្ចឹងតោះណាសរុបសេចក្តីមកវិញចង់បញ្ជាក់ថាប្រភេទអ្នកខឹងគឺមាន4យ៉ាងហ្នឹងបងបើខ្ញុំកណាអាត្មាភាពនិយាយទៅបកស្រាយទៅវាមិនសមហេតុផលយ៉ាងណាក្តីក៏សូមអធិស្ឋានឲ្យខ្ញុំប្រកាសណាអាត្មាភាពផងសូមអនុមោទនា